សង្កាត់ចំនួន4ស្ថិតនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យបានជឿបគៀងគម្រោងអភិវឌ្ឍមូលនិធិឃុំសង្កាត់ជាង1ឆ្នាំដោយសារមន្ត្រីជំនាញមិនបានបញ្ជូនឯកសារដាក់ដេញថ្លៃតាមកិច្ចសន្យាទាន់ពេលវេលាមន្ត្រីអាជ្ញាធរបញ្ជាក់ថាសង្កាត់ទាំង4ដែលជឿបគៀងគម្រោងមូលនិធិអភិវឌ្ឍឃុំសង្កាត់នោះគឺមានសង្កាត់សំរងសង្កាត់បន្សាយរាកសង្កាត់អូស្មាច់និងសង្កាត់កូនគ្រៀលលោកអ៊ូប៊ុនហេងចៅសង្កាត់អូស្មាច់បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាគម្រោងមូលនិធិអភិវឌ្ឍឃុំសង្កាត់មានការយឺតយ៉ាវរយៈពេល2ឆ្នាំហើយពលគឺឆ្នាំ2024និង2025ដោយមន្ត្រីជំនាញបច្ចេកទេសថ្នាក់ខេត្តយឺតយ៉ាវក្នុងការដាក់ឯកសារលោកស្នើដល់មន្ត្រីបច្ចេកទេសជួយពន្លឿនការដាក់ឯកសារដើម្បីទទួលបានការអភិវឌ្ឍឲ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើឲ្យយូរណាស់ហើយគឺធ្វើឲ្យរហូតដល់ឆ្លងឆ្នាំហើយបាទសូមឲ្យថ្នាក់ខេត្តហ្នឹងជួយចុះធ្វើដើម្បីឲ្យបានជាបរិវត្តប្រើប្រាស់បាទតាំងពីឆ្នាំ24រហូតដល់25ឥឡូវប្រហែលថ្ងៃនេះឃើញចុះមកសិក្សាហើយតែមិនទាន់ដឹងថ្ងៃណាមកដេញថ្លៃទេហ្នឹងបាទខាងនេះដេញថ្លៃហ្នឹងនៅដោយសារខេត្តអ្នកឲ្យដេញបាទចំណែកចៅសង្កាត់កូនគ្រាលក់លឿងណុចបានប្រាប់ឲ្យដឹងថាការដាក់ដេញថ្លៃមូលនិធិឃុំសង្កាត់មានការយឺតយ៉ាវមិនមែនកំហុសរបស់អាជ្ញាធរឃុំសង្កាត់ទេគឺមកពីមន្ត្រីបច្ចេកទេសលោកបន្តថាការដាក់ដេញថ្លៃត្រូវបានធ្វើឡើងនៅថ្ងៃទី19ខែឧសភាឆ្នាំ2025ប៉ុន្តែត្រូវបានមន្ត្រីបច្ចេកទេសលើកពេលក្រោយមានហេតុផលថាពួកគេមានភារកិច្ចជួបប្រជុំលោកថាអាជ្ញាធរឃុំសង្កាត់កំពុងរងចាំការជូនដំណឹងរបស់មន្ត្រីបច្ចេកទេសมันមិនមកពីយើងទេមកពីបច្ចេកទេសមកពីបច្ចេកទេសឥឡូវបច្ចេកទេសក៏ធ្វើការសិក្សាក៏ធ្វើឯកសារយើងដាក់ដោយខិតជួនដំណឹងដេញថ្លៃហើយឥឡូវខេត្តត្រូវបាទខេត្តមិនដឹងថាខេត្តមិនដឹងថាណាទេវាដូចជាក្នុងអង្គភាពនឹងអីផ្អាកសកម្មភាពថ្ងៃរវល់បាទពូបាទថ្ងៃពូត្រូវដេញថ្លៃថ្ងៃ19បាទពូបាទដល់19យើងបានដេញថ្លៃតែសុំលើកពេលអញ្ចឹងណាបាទពូបាទថ្ងៃ19យើងរវល់បាទហ្នឹងហើយវាឥឡូវគាត់ឲ្យយើងរងចាំធ្វើតែមានថ្មីស្ដីពីការជួលដំណឹងដេញថ្លៃរបស់សង្កាត់កុដគ្រាយើងនេះបាទពាក្យពេញនឹងបញ្ហានេះលោកខិនសមៈនាយកទីចាត់ការផែនការវិនិយោគខេត្តឧត្តរមានជ័យបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមទូរស័ព្ទថាគម្រោងមូលនិធិឃុំសង្កាត់មានការយឺតយ៉ាវដោយសារមានការដោះដូរមន្ត្រីបច្ចេកទេសនិងឃុំសង្កាត់មួយចំនួនបានធ្វើរបាយការណ៍ផែនការប្រចាំឆ្នាំមានការយឺតយ៉ាវដែរលោកថាបច្ចុប្បន្ននេះមន្ត្រីរដ្ឋបាលខេត្តបានរៀបចំឯកសារចប់ហើយនិងដាក់ជូនឲ្យទៅមេឃុំចៅសង្កាត់ចុះហត្ថលេខាដេញថ្លៃដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធទិន្នន័យមកពីការយឺតយ៉ាវហ្នឹងខ្ញុំជម្រាបថាមកពីបច្ចេកទេសកាលនោះត្រូវដោះដូរសមាជិកបច្ចេកទេសតែមានការយឺតយ៉ាវទី1ទី2ទៀតក៏មិនមានការយឺតយ៉ាវមកពីបច្ចេកទេសដែរមកពីមន្ត្រីឃុំសង្កាត់ដែរតែគាត់ធ្វើផែនការសម្រាប់ប្រចាំឆ្នាំផ្ញើមកឲ្យខេត្តចុះពិភាក្សាលទ្ធភាពគម្រោងជូនគាត់ហ្នឹងគឺវាមានការយឺតយ៉ាវបាទមាន2ចំណុចហ្នឹងមានប៉ុណ្ណឹងបាទប៉ុន្តែឥឡូវនេះគឺដំណើរគម្រោងពាក់ព័ន្ធនៃឃុំសង្កាត់ហ្នឹងគឺបានបញ្ចប់ហើយរួចរាល់ហើយខ្ញុំនឹងជូនដំណឹងទៅឲ្យគាត់ចុះហត្ថលេខាដើម្បីដេញថ្លៃពលរដ្ឋធ្លាប់លើកឡើងថាកន្លងមកពេលដែលមានគម្រោងដាក់ដេញថ្លៃមានការយឺតយ៉ាវគឺលទ្ធផលនៃគម្រោងសាងសង់គ្មានគុណភាពហើយគ្មានការទទួលខុសត្រូវរវាងក្រុមហ៊ុននិងមន្ត្រីជំនាញបច្ចេកទេសហើយប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យបានស្នើឲ្យមានការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ដោយសេរីយុត្តិធម៌និងតម្លាភាពដើម្បីទទួលបានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព